រៀនដោះលែងខ្លួនឯងកូនជាទីស្រឡាញ់រឿងរ៉ាវនៅក្នុងជីវិតនេះគឺពិតជាស្មុគស្មាញណាស់មានបញ្ហាមិនចេះចប់រឿងមួយមិនទាន់ចប់សពគ្រប់ផងរឿងមួយទៀតក៏កើតឡើងជាបន្តបន្ទាប់ធ្វើឲ្យជីវិតនឿយហត់នឹងដោះស្រាយចិត្តក៏ចាប់ផ្ដើមខ្វល់ខ្វាយនឿយណាយធុញថប់គ្រប់រឿងរ៉ាវបង្កើតទៅជាវិបត្តិផ្លូវចិត្តព្រោះតែរវល់ខ្វល់គិតពីបញ្ហាទាំងអស់នោះរហូតដល់ពេលខ្លះចងខ្លួនឯងជាប់ជាមួយនឹងបញ្ហាស្រាយមិនចេញរើខ្លួនមិនរួចវាហាក់បីដូចជាការដាក់គុកនិងធ្វើទរណកម្មផ្លូវចិត្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរអញ្ចឹងឯងតាមការពិតទៅរឿងរ៉ាវនៃបញ្ហាដែលកើតឡើងនៅក្នុងជីវិតបើកូនគិតទៅក្នុងផ្លូវវិជ្ជមានវាជាបទពិសោធន៍ជីវិតមួយដ៏សំខាន់ដែលធ្វើឲ្យជីវិតរបស់កូនមានសេចក្តីក្លាហាននិងប្រឈមមុខជាមួយនឹងវាហើយវាក៏ធ្វើឲ្យកូនរឹងមាំក្នុងការច្បាំងតតាំងជាមួយនឹងបញ្ហាទាំងអស់នោះផងដែរបញ្ហាកើតឡើងនៅក្នុងជីវិតកាន់តែច្រើនជីវិតកូនក៏កាន់តែរឹងមាំក្នុងការដោះស្រាយកូនត្រូវតែរៀនដោះលែងខ្លួនឯងឲ្យមានសេរីភាពឲ្យចិត្តកូនបានស្រស់ស្រាយរីករាយជាមួយនឹងពិភពខាងក្រៅខ្លះថាតើវាស្រស់ស្អាតយ៉ាងណាឈប់ចងខ្លួនឯងទុកនៅក្នុងភពងងឹតទៀតទៅរស់នៅដើម្បីស្វែងរកសេចក្តីសុខឲ្យខ្លួនឯងផងកុំរស់នៅប្រមូលតែបញ្ហាមកដាក់ក្នុងចិត្តតើឲ្យជីវិតនេះមានន័យយ៉ាងម៉េចទៅកើតបញ្ហាណាដោះស្រាយបានដោះស្រាយទៅបញ្ហាណាដោះស្រាយមិនបានទេទុកសិនទៅខ្វល់ច្រើនគិតច្រើនបង្កើនតែបញ្ហាថែមទៀតទេកូនសមុទ្រតែងមានរលកពពកតែងតែរសាត់ទៅតើទៅហាមឃាត់មកដេចនឹងបានវាប្រៀបដូចជាជីវិតដែលតែងតែមានបញ្ហាអ្នកណាដែលថាកិច្ចផុតគឺមិនមានទោះបីជារត់ទៅដល់ទីណាក៏នៅតែមានបញ្ហាដូច្នេះឈប់ចងខ្លួនឯងជាប់នៅក្នុងពិភពនៃបញ្ហាទៀតទៅកូនត្រូវព្យាយាមដោះលែងខ្លួនឯងឲ្យមានពន្លឺរស្មីនិងឲ្យមានសេរីភាពចាប់ពីពេលនេះតទៅណាកូនត្រូវដោះលែងខ្លួនឯងឲ្យមានសេរីភាពឈប់ចងខ្លួនឯងទុកនៅក្នុងភពងងឹតតទៅទៀតណាកូនកែប្រែនិងផ្លាស់ប្ដូរកូនអើយមានឆន្ទៈតែខ្វះសេចក្តីព្យាយាមមានសេចក្តីព្យាយាមតែខ្វះការយកចិត្តទុកដាក់មានការយកចិត្តទុកដាក់តែខ្វះការពិចារណាក៏មិនអាចឲ្យការងារកូនបានសម្រេចជោគជ័យដែរចង់ជោគជ័យចង់សម្រេចការងារតូចធំចង់មានទ្រព្យសម្បត្តិចង់មានចំណេះដឹងវាមិនមែនបានមកពីការអុជធូបបន់ស្រន់សំពះថ្វាយបង្គំសុំឬខ្ជិលច្រអូសដេកផ្សងសំណាងរួចរត់ទៅរកព្រះសង្ឃស្រោចទឹកដោះគ្រោះនោះទេគឺបានមកពីការប្រឹងប្រែងដោយខ្លួនឯងដើមឈើដែលធំវាអាចផ្ដល់ម្លប់ដល់ត្រឈឹងត្រឆៃសម្រាប់មនុស្សសត្វជ្រកកោនបំបត្តិភាពនឿយហត់ត្រជាក់ខ្លួនត្រជាក់ចិត្តបានតែមុននឹងបានដើមឈើធំក៏ត្រូវការយកចិត្តទុកដាក់និងការការពារពីមនុស្សផងដែរយ៉ាងណាមិញចំណេះវិជ្ជាវាជាទីពឹងដ៏ធំធេងរបស់កូនតែមុននឹងបានចំណេះវិជ្ជាក៏ទាមទារឲ្យកូនមានការខិតខំប្រឹងប្រែងរៀនសូត្រដូចគ្នាភាពខ្ជិលច្រអូសវាគឺជាហេតុដែលនាំឲ្យកូនវិនាសគ្រប់យ៉ាងវិនាសទាំងការងារវិនាសទាំងទ្រព្យសម្បត្តិវិនាសទាំងចំណេះវិជ្ជានិងវិនាសទាំងពេលវេលាដូច្នេះបើកូនចង់ផ្លាស់ប្ដូរខ្លួនឯងគឺត្រូវចាប់ផ្ដើមពីការកែប្រែជាមុនសិនកូនត្រូវប្រែពីភាពខ្ជិលច្រអូសទៅជាឧស្សាហ៍ព្យាយាមប្រែពីការគិតបែបអវិជ្ជមានទៅជាមានគំនិតបែបវិជ្ជមានប្រែពីចរិតរឹងរូសទៅជាចរិតរឹងមាំប្រែពីចិត្តទន់ជ្រាយទៅជាចិត្តទន់ភ្លន់ប្រែពីនិយាយច្រើនលេះលោះឥតប្រយោជន៍ទៅជានិយាយតិចតែធ្វើច្រើននិយាយរួមគឺថាកូនត្រូវរៀនកែប្រែនិងផ្លាស់ប្ដូរទម្លាប់អាក្រក់របស់កូនចេញទើបមានសង្ឃឹមថាជីវិតរបស់កូននឹងបានរីកចម្រើនកែប្រែទម្លាប់អាក្រក់របស់ខ្លួនសិនមុននឹងទៅកែប្រែអ្នកដទៃជួយខ្លួនឯងសិនមុននឹងទៅរកអ្នកដទៃឲ្យជួយ
គ្រាមួយនៃជីវិតកូនណាយគ្រាមួយនៃជីវិតនឹងមកដល់គឺគ្រាដែលជីវិតត្រូវឃ្លាតចាកមនុស្សដែលជាទីស្រឡាញ់ឃ្លាតចាករបស់ធ្លាប់ប្រើប្រាស់ឃ្លាតចាកភពផែនដីដែលធ្លាប់រស់នៅពេលនោះកូននឹងធ្វើដំណើរទៅតែម្នាក់ឯងគ្មានអ្នកណាសូម្បីតែម្នាក់រួមដំណើរជាមួយយើងឡើយតើកូនបានត្រៀមខ្លួនសម្រាប់ចាកចេញហើយឬនៅតើកូនបានត្រៀមរបស់សម្រាប់យកទៅជាមួយហើយឬនៅតើកូនត្រៀមចិត្តដើម្បីលើកដៃលាមនុស្សគ្រប់គ្នាលារបស់គ្រប់យ៉ាងលាភពផែនដីនេះហើយឬនៅបើកូននៅមិនទាន់ត្រៀមទេក៏ប្រញាប់ត្រៀមឲ្យហើយទៅព្រោះគ្រាមួយនៃជីវិតនោះនឹងមកដល់មិនខានគ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះព្រះអាទិត្យតែងរះហើយក៏អស់ស្ដង់គត់លិចបាត់ទៅវិញគ្មានអ្នកណាម្នាក់អាចស្រែកហាមឃាត់ខាំងរារាំងបានឡើយយ៉ាងណាជីវិតមនុស្សសត្វក៏ដូចនោះដែរកើតមកហើយក៏ស្លាប់ទៅវិញជាធម្មតាគ្មានអ្នកណាអាចទាមទារសុំអង្វរកកុំឲ្យស្លាប់បានឡើយព្រោះនេះហើយគឺជាការពិតនៃជីវិតថ្ងៃរះហើយតែងលេចជាកិច្ចរបស់ធម្មជាតិជីវិតគង់ឃ្លាតជាធាតុវិបលាសតែងអស់ស្ដង់គត់រលត់រហ័សដោយកូនឃើញច្បាស់ជាក់នឹងនេត្រាជីវិតប្រៀបបីដូចជាស្លឹកឈើកូនណាយនៅក្នុងโลกនេះគ្មានអ្វីដែលថិតថេរទេតែងមានការព្រួលប្រែគ្រប់ពេលវេលានៅជាសុកក៏ប្រែជាឈឺនៅភ្លឺសុកក៏ប្រែជាងងឹតស្រឡាញ់សុកក៏បែរជាស្អប់គឺប្រែព្រួលត្រឡប់សពគ្រប់ឥតឈប់ឈរឡើយណាកូនពេលវេលាធ្វើដំណើរលឿនណាស់រដូវកាលចាស់ក៏ផ្លាស់ប្ដូររដូវកាលថ្មីអ្វីក៏ប្រែប្រួលទៅតាមរដូវកាលដូច្នោះដែរមិនថាធម្មជាតិមិនថាជីវិតរបស់មនុស្សសត្វអត់មានអ្វីដែលនៅដដែលនោះទេណាកូនចូលកូនទៅក្រឡេកមើលស្លឹកឈើដែលដំបូងឡើងគឺវាលាស់ត្រួយខ្ចីហើយបន្ទាប់មកស្លឹកឈើនោះក៏ប្រែជាចាស់បន្ទាប់មកទៀតក៏ទុំជ្រុះរត់រាយពះពេញលើផែនដីជួនកាលត្រូវខ្យល់បក់អណ្ដែតត្រសែតវិលវល់គ្មានកោះគ្មានត្រើយទីបំផុតក៏คล้ายទៅជាដីអស់គ្មានសល់យ៉ាងណាជីវិតរបស់មនុស្សសត្វក៏ដូចគ្នាដែរគឺព្រួលប្រែប្រៀបបីដូចជាស្លឹកឈើអញ្ចឹងឯងកើតមកហើយក៏ប្រែទៅជាចាស់ហើយក៏ប្រែទៅជាឈឺហើយក៏ប្រែទៅជាស្លាប់ចុងបញ្ចប់ក៏คล้ายទៅជាធរណីទាំងអស់ដូចគ្នាស្លឹកឈើទុំជ្រុះគង់លាស់ថ្មីមនុស្សប្រុសស្រីគង់មានទុក្ខត្រូវតែរឹងពឹងប្រឹងសម្រុកកុំនៅសង្កត់កើតទុក្ខអីងើបឡើងណាកូនជាទីស្រឡាញ់ជីវិតអ្នកណាដែលថាមិនជួបបញ្ហាគឺមិនមានគ្រប់ជីវិតតែងតែមានបញ្ហាជាធម្មតាការស្រឡាញ់ការស្អប់គប់ចិត្តទាស់ចិត្តសុខនិងទុក្ខសុទ្ធតែមាននៅក្នុងជីវិតនេះទាំងអស់កូនតែងគិតថាកូនទុក្ខណាស់លំបាកណាស់តែមានមនុស្សជាច្រើនមានសេចក្តីទុក្ខលំបាកខ្លាំងជាងកូនទៅទៀតមិនមែនមានទុក្ខតែកូនម្នាក់ឯងឯណារៀនទទួលស្គាល់ការពិតជីវិតកូននឹងបានល្អប្រសើរខ្លះកុំរវល់តែដេកកើតទុក្ខងើបឡើងមកណាកូនយើងធ្វើដំណើរតទៅមុខទៀតកុំព្រោះតែសេចក្តីទុក្ខបន្តិចបន្តួចធ្វើឲ្យកូនឈប់ដើរនោះតើពេលណាទៅកូនដល់គោលដៅពេលណាទៅកូនបានសុខធំហើយត្រូវរឹងមាំឡើងកុំអាងយំអាងទឹកភ្នែកអាងដេកកើតទុក្ខវាមិនមែនជាដំណោះស្រាយល្អទេណាកូនកុំចោះចាញ់នឹងសេចក្តីទុក្ខកុំឲ្យសេចក្តីទុក្ខវាជះឥទ្ធិពលខ្លាំងមកលើកូនត្រូវតែយកឈ្នះលើវាឲ្យបានកូនត្រូវប្រឆាំងនឹងសេចក្តីទុក្ខដោយការហ្វឹកហាត់អប់រំចិត្តតាមបែបព្រះពុទ្ធសាសនានិងធ្វើចិត្តឲ្យសប្បាយតាមបែបសមាធិបង្វែរចិត្តកុំឲ្យគិតច្រើនសម្រួលអារម្មណ៍ឲ្យបានស្រួលដកដង្ហើមមួយឲ្យវែងហើយចូលកូនពិចារណានឹងតាមខ្យល់ដង្ហើមពេលចេញនិងពេលចូលរបស់កូនហើយមានសតិស្មារតីជានិច្ចកុំខ្វល់ខ្វាយរឿងអ្វីទាំងអស់
จัดตกថាកូននៅលើកោះតែម្នាក់ឯងគ្មានរបស់ដែលត្រូវហួងហែងគ្មានមនុស្សដែលធ្វើឲ្យកូនស្រឡាញ់គ្មានមនុស្សដែលធ្វើឲ្យកូនស្អប់ហើយនឹងគ្មានមនុស្សដែលធ្វើឲ្យកូនកើតទុក្ខធ្វើបែបនេះរឿយៗនោះចិត្តរបស់កូននឹងបានធូរស្បើយខ្លះមិនខានបើកូនមិនព្យាយាមងើបដោយខ្លួនឯងទេគ្មានអ្នកណាអាចមកលើកកូនឲ្យក្រោកបានឡើយកូនត្រូវតែស៊ូទៅមុខណាកូនឆាកល្ខោនជីវិតកូនអើយនៅក្នុងរឿងកុនរឿងល្ខោនមានតួសម្ដែងជាច្រើនចូលរួមសម្ដែងដូចជាតួឯកតួរងតួស្លូតតួកាចតួកំសត់តួសបាយតួច្រណែនតួឈ្នាននេះជិះជាន់និងតួវាយដំច្រំធាក់ជាដើមយ៉ាងណានៅក្នុងរឿងជីវិតនេះក៏ដូចគ្នាគឺមិនខុសពីរឿងកុនល្ខោនឡើយគ្រាន់តែថារឿងជីវិតគឺតម្រូវតួអង្គតែម្នាក់ប៉ុណ្ណោះជាអ្នកសម្ដែងគឺយើងខ្លួនឯងហើយត្រូវសម្ដែងជាតួគ្រប់ប្រភេទទាំងអស់ទាំងស្លូតទាំងកាចទាំងកំសត់និងទាំងសបាយហើយអ្នកនិពន្ធរឿងនិងអ្នកដឹកនាំរឿងជីវិតនេះគឺយើងខ្លួនឯងដែរពេលខ្លះដើរតួជាសេដ្ឋីដែលមើលទៅហឺហាហឹកហាក់មានមាសមានពេជ្រពាក់ជ្រែកខ្លួនសំញែងកៃឯងដូចជាអស្ចារ្យសម្បើមណាស់មានរបស់ប្រើប្រាស់សុទ្ធតែទំនើបឡានវិឡាស្អាតសង្ហាដុល្លារគីបចាយវាយ៉ាងខ្ជះខ្ជាយពេលខ្លះដើរតួជាអ្នកក្រីក្រកំសត់ទុរគតអត់ឃ្លានគ្មានទ្រព្យសម្បត្តិរស់នៅយ៉ាងវេទនារកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកជីវិតពិតជាតោកយ៉ាក់ណាស់ខ្វះសពខ្វះគ្រប់ប្រឹងទាំងយប់ប្រឹងទាំងថ្ងៃនៅតែគ្មានអ្វីប្រសើរឡើងសោះពេលខ្លះដើរតួជាតួអង្គសុភាពរៀបសារមានចរិយាមានរយាថ្លៃថ្នូររំទុំស្គាល់ចាស់ស្គាល់ទុំស្គាល់បាបស្គាល់បុណ្យស្គាល់គុណស្គាល់ទោសឈឺឆ្អាលជួយយកអាសាគេគ្រប់គ្នាធ្វើឲ្យមនុស្សជុំវិញខ្លួនស្រឡាញ់រាប់អានច្រើនពេលខ្លះដើរតួជាតួអង្គកាយឆ្នះឆ្នើមគំនិតពឹសពុលសាហាវប្រៃផ្សៃគ្មានក្តីមេត្តាដើរតែឈ្នាននេះគេបង្កើតរឿងឆ្លោះទាស់តែងឥតឈប់ឈរសម្បូរដោយមនុស្សស្អប់គ្មានអ្នកគប់រកសាច់រឿងខ្លះយើងមិនចង់សម្ដែងទេប៉ុន្តែកម្មដែលខ្លួនឯងបានសាងវាតម្រូវឲ្យយើងត្រូវតែសម្ដែងរឿងរ៉ាវជីវិតកត់ត្រាមិនអស់សាច់រឿងចម្រុះមានខុសមានត្រូវមានសើចសប្បាយមានយំសោកសៅកម្មអ្នកតម្រូវត្រូវតែសម្ដែងពេលខ្លះដើរតួអ្នកមានស្ដុកស្ដំពេលខ្លះតួយំក្រៀមក្រំក្រៃលែងពេលខ្លះតួយៈពាក់មុខសំញែងបៀតបៀនគេឯងឥតក្រែងរអាពេលខ្លះតួឯកខ្លះតួកំសត់ពេលខ្លះតួក្បត់អត់ខ្លាចនរណាគំរាមទាត់ធាក់កាប់ចាក់ប្រហាអាក្រក់ឬឆាពីដើមដល់ចប់អ្នកនិពន្ធរឿងគឺយើងខ្លួនឯងហើយអ្នកសម្ដែងខ្លួនឯងគ្រប់សពដើរតួស្រឡាញ់តួខ្នាញ់តួស្អប់សម្ដែងមួយសពរហូតចប់រឿងជីវិតកូនថ្លៃកូនត្រូវតែរស់បន្តកូនអើយម៉ែចង់ប្រាប់កូនថាជីវិតរបស់កូនគឺពិតជាមានតម្លៃណាស់សម្រាប់ម៉ែដូច្នេះមុននឹងកូនគិតចង់ធ្វើបាបខ្លួនឯងកូនត្រូវគិតដល់បេះដូងរបស់ម៉ែផងព្រោះកូនគឺជាបេះដូងនិងជាថ្លើមប្រមាត់របស់ម៉ែបើកូនមានរឿងអ្វីកូនគិតទៅមើលថាជីវិតម៉ែអាចរស់នៅបានសុខដែរឬទេព្រោះកាលណាកូនខូចចិត្តម៉ែក៏ខូចចិត្តកូនឈឺម៉ែក៏ឈឺមិនខុសពីកូនឡើយនៅពេលដែលកូនមានបញ្ហាអ្វីមួយនៅក្នុងជីវិតមនុស្សដែលត្រូវគិតមុនគេគឺម៉ែកូនអាចនិយាយប្រាប់ម៉ែបានហើយម៉ែនឹងព្យាយាមជួយដោះស្រាយបញ្ហាឲ្យកូនកូនកុំលាក់ទុកក្នុងចិត្តម្នាក់ឯងអីម៉ែដឹងថាកូនខ្លាចម៉ែបារម្ភខ្លាចម៉ែគិតច្រើននិងខ្លាចម៉ែពិបាកចិត្តតែបើសិនជាកូនមិនប្រាប់ឲ្យម៉ែបានដឹងកូនលាក់ទុកសំងំឈឺចិត្តតែម្នាក់ឯងរហូតដល់កូនធ្វើបាបខ្លួនឯងលែងចង់រស់តទៅទៀតបើកូនកើតអីជីវិតរបស់ម៉ែក៏ពិបាកនឹងរស់នៅដែរមនុស្សដែលកូនស្រឡាញ់គេក្បត់កូនគេមិនស្មោះជាមួយនឹងកូនគេឈប់ស្រឡាញ់កូនគេបោះបង់កូនចោលគេមិនឲ្យតម្លៃកូនគេធ្វើឲ្យកូនខូចចិត្តក
កូនគួរតែកុំធ្វើបាបខ្លួនឯងអីកូនត្រូវដឹងថាកូននៅមានម៉ែដែលស្រឡាញ់កូននៅមានម៉ែដែលស្មោះជាមួយនឹងកូននិងនៅមានម៉ែដែលមិនធ្លាប់គិតបោះបង់កូនចោលម្ដងណាឡើយម៉ែនៅខាងកូនជានិច្ចជីវិតរបស់កូនគឺមានតម្លៃណាស់ដូច្នេះកូនត្រូវទៅរស់នៅតទៅមុខទៀតណាកូនកូនកុំកើតទុក្ខព្រោះតែគេមិនឲ្យតម្លៃកូនតែកូនត្រូវគិតថាតើកូនមានតម្លៃដែលគេត្រូវឲ្យដែរឬទេ